ជំរាបសួរថ្ងៃនេះខ្ញុំបាននឹងធ្វើការណែនាំពីរបៀបក្នុងការចុះឈ្មោះហើយនិងការប្រើប្រាស់ទៅលើកម្មវិធី Pet Simulation សម្រាប់លោកគ្រូអ្នកគ្រូដែលបង្រៀនលើមុខវិជ្ជារូបវិទ្យាគណិតវិទ្យាគីមីវិទ្យាឬក៏ជីវវិទ្យាដែលក្នុងនោះមានការពិសោធន៍ជាក់ស្ដែងប៉ុន្តែវាមិនផ្ដោតសំខាន់ទៅលើភាពពិត100%នោះទេដោយសារយើងជាម៉ាស៊ីនអញ្ចឹងម៉ាស៊ីនវាអាចមានការដោយគ្មានការគិតពីទៅលើបរិស្ថានជុំវិញដែលអាចកើតមានដោយចៃដន្យឧបមាថាការពិសោធន៍តាមរយៈសេរីអញ្ចឹងនៅក្នុងមជ្ឈដ្ឋានជាក់ស្ដែងវាមានការរងទង្គិចប៉ះពាល់នឹងខ្យល់ជាដើមឬក៏កម្លាំងកកិតមួយចំនួនប៉ុន្តែនៅក្នុងរូបវិទ្យានៅក្នុងកម្មវិធីពិសោធន៍ជាក់ស្ដែងនៅក្នុងពិសោធន៍នៅក្នុងកម្មវិធី Pet Simulation អញ្ចឹងអត់បានគិតឬក៏លំអត់ទៅដល់ចំណុចហ្នឹងទេអញ្ចឹងវាមានតែងតែមាននៅចំណុច error មួយចំនួនដែលខុសពីស្ថានភាពជាក់ស្ដែងអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងសូមចូលទៅធ្វើការណែនាំពីការប្រើប្រាស់ហើយនិងការចុះឈ្មោះនៅក្នុងកម្មវិធី Pet Simulation អញ្ចឹងជាដំបូងឡើយយើងត្រូវមានអ៊ីនធឺណិតដែលយើងមានអ៊ីនធឺណិតក្នុងការប្រើប្រាស់លោកគ្រូអាចប្រើនៅក្នុងទូរស័ព្ទដៃក៏បានដែរដោយយើងវាយក្នុង Play Store យើង search ពាក្យថា Pet Simulation បាទអញ្ចឹងយើង connect អ៊ីនធឺណិតហើយយើងចូលមកក្នុង Google Chrome ឬក៏ Firefox ឬក៏ Microsoft Edge កម្មវិធីដែល browser មួយណាដែលអាចបើកទៅលើដំណើរការនៃការស្វែងរកទិន្នន័យបានអញ្ចឹងឧទាហរណ៍ថាខ្ញុំមានChrome មួយខ្ញុំចូល Chrome ហើយអញ្ចឹងជាដំបូងខ្ញុំវាយដោយសារនេះខ្ញុំមាន account ស្រាប់អញ្ចឹងខ្ញុំត្រូវបង្កើត account ថ្មីមួយទៀតអញ្ចឹងឧទាហរណ៍ថាខ្ញុំចូល account ថ្មីមួយទៀតដែលអត់មាន Pet Simulation អញ្ចឹងឧទាហរណ៍ខ្ញុំចូល account មួយនេះចឹងអូខេ account ខ្ញុំមួយនេះអត់មាន Pet Simulation ទេអញ្ចឹងខ្ញុំវាយពាក្យថា Pet Simulation នៅលើកន្លែង search អញ្ចឹងខ្ញុំឃើញ Pet Simulation ចុចលើ Pet Simulation មកអញ្ចឹងបន្ទាប់មកខ្ញុំចូលកន្លែង Pet Free Online មាន Physics Chemistry Biology Earth Science អញ្ចឹងចុចលើវាមកបាទអញ្ចឹងបន្ទាប់ពីខ្ញុំចូលបានហើយខ្ញុំឃើញផ្ទាំងPet បែបនេះអញ្ចឹងដើម្បីចូលដំណើរការទៅលើកម្មវិធីបានយើងអាចអត់ចុះឈ្មោះប្រើក៏បានប៉ុន្តែបើសិនជាយើងអត់ចុះឈ្មោះប្រើនៅលក្ខខណ្ឌមួយចំនួនវាអត់ឲ្យយើងការពិសោធន៍មួយចំនួនដល់ចោលទេប៉ុន្តែបើសិនជាយើងបានចុះឈ្មោះ account ទៅលើ Pet Simulation ហើយអញ្ចឹងការពិសោធន៍ទាំងអស់នោះវានឹងបង្ហាញឲ្យយើងដើម្បីធ្វើការពិសោធន៍បានអញ្ចឹងដើម្បីចុះឈ្មោះខ្ញុំចុចទៅលើរូបមនុស្សនៅផ្នែកខាងស្ដាំដៃនេះដើម្បី sign in វាខ្ញុំចុចលើវាមកអញ្ចឹងវាលោតផ្ទាំងបែបនេះឲ្យអញ្ចឹងបើសិនជាយើងមាន account ស្រាប់គឺយើងបញ្ចូលតែម្ដងមកប៉ុន្តែបើសិនជាយើងអត់ទាន់មាន account ទេគឺយើងត្រូវតែបង្កើត account នេះដើម្បីបង្កើត account យើងចូលកន្លែងខាងក្រោមទៅលើនេះយើងមើលពាក្យថា register for an educator account អញ្ចឹងចុចលើវាមកបាទអញ្ចឹងយើងបាននៅពេលដែលចុចយើងបានផ្ទាំងបែបនេះដើម្បី sign up account អញ្ចឹងទី1គេសួរថាខ្ញុំគឺជាអ្នកណាខ្ញុំគឺជាគេគ្រូបង្រៀនpre-service teacher អីយើងคลิกមកយើងចេះតែคลิกទៅអស់មកដាក់ទាំងអស់ក៏បានដែរអត់បញ្ហាទេអញ្ចឹងតែនេះក៏ត្រូវគឺដែរខ្ញុំ I verify that I am 16 year of age or older អញ្ចឹងអានេះក៏ខ្ញុំ agree I agree តែទៅនឹងគោលការណ៍វាគឺយើងចុចលើ agree ហ្នឹងមកចុចតាមខ្ញុំដែលបានចុចទាំងអស់ហ្នឹងមកនេះកន្លែងបំពេញ email របស់យើងអញ្ចឹង primary email នេះគឺយើងបំពេញ email របស់យើងមកអញ្ចឹង email របស់ខ្ញុំគឺមួយនេះអញ្ចឹងកន្លែង account កន្លែងប្រុសនេះគឺយើងបំពេញ email ម្ដងទៀតកន្លែងនេះយើងមិនដាក់ក៏បានដែរpassword យើងបញ្ចូល password ឲ្យគេអញ្ចឹងស្រាប់យើងប៉ុន្តែត្រូវមានអក្សរធំហើយមាន symbol មួយដើម្បីឲ្យ password យើងវា strong វាមានភាពខ្លាំងអញ្ចឹងខ្ញុំបញ្ចូលមកអូខេហើយនេះ confirm វាម្ដងទៀត password របស់យើងវាយដូចតែទី1
ចឹងមើលឈ្មោះត្រូវអស់ហើយយើងចាប់ដើមរើសប្រទេសមក Cambodia select រដ្ឋអីគេកណ្ដាលឬក៏ភ្នំពេញមក city ភ្នំពេញបាទអញ្ចឹង resale កន្លែងនេះត្រូវតែព្រីដើម្បីទទួលទៅលើការ verify email ហ្នឹងជាមួយនឹង page simulation តាមរយៈ email អញ្ចឹងកន្លែងនេះភាសាអង់គ្លេសហើយចុច next ហើយ sell ក៏បានបើ sell ក៏បានដែរតែយើងអញ្ចឹងកន្លែងនេះបើសិនជាយើងអត់ទាន់មានសាលាទេគឺយើងត្រូវតែចុចកន្លែងនេះដើម្បីទៅបង្កើតaccount បង្កើតឈ្មោះសាលារៀនអញ្ចឹងកន្លែងនេះឧទាហរណ៍ថាឈ្មោះសាលាខ្ញុំអញ្ចឹងហ៊ុនសែនយើងដាក់ឈ្មោះសាលាមកហ៊ុនសែនរ៉ូតាសัตว์កណ្ដាលអញ្ចឹងខ្ញុំបង្កើតដាក់ឈ្មោះសាលាខ្ញុំហើយនៅណានៅខេត្តនៅទីក្រុងទឹកខ្មៅទីក្រុងឈ្មោះទឹកខ្មៅប្រទេសកម្ពុជាខេត្តកណ្ដាល school website អញ្ចឹង school website នេះគឺយើងទៅយើងអាចទៅ search មើលនៅក្នុង Facebook បើសិនជាមាន website សាលាដាក់មកបើសិនជាអត់ទេយើងទៅយក website របស់សាលាយកមកដាក់ក៏បានដែរឧទាហរណ៍ថាអញ្ចឹងធ្វើការ copy link ហ្នឹងមក copy link ខាងលើនេះយកមកដាក់នៅក្នុង website school ហ្នឹងហើយខ្ញុំ add school អញ្ចឹងខ្ញុំ add បានឈ្មោះហ៊ុនសែនរតាសក្តាអញ្ចឹងនៅពេលដែលសាក្រោយខ្ញុំគ្រាន់តែវាយតែឈ្មោះហ្នឹងមកឬក៏គ្រូផ្សេងៗទៀតដែលគាត់ចង់បង្កើត account ក៏គ្រាន់តែវាយថាហ៊ុនសែនរតាសក្តាមកវានឹង load ឲ្យ Facebook ដែរអញ្ចឹងគេសួរថាយើងមុខវិជ្ជាអីគេអញ្ចឹងយកទាំងអស់មកយើងបាត់ចោលទៅយើងយកទាំងអស់សម្រាប់ខ្ញុំយើងយកទាំងអស់មកសម្រាប់នេះហើយគេសួរថាបង្រៀនតាំងពីឆ្នាំណាមកអញ្ចឹងយើងទៅមកដល់តែខ្ញុំបង្រៀនតាំងពី2018មកខ្ញុំយក2018អញ្ចឹងនៅក្នុងថ្នាក់រៀនខ្ញុំគឺជាគេដាក់ទាំងអស់មកពេលពេលខ្លះយើងជាគ្រូយើងជាសិស្សបទពិសោធន៍ក្នុងប្រើប្រាស់ដាក់ new user ឬក៏យើងជ្រើសមកបើសិនជាយើងធ្លាប់ប្រើដាក់ថា optional user មកបាទបើយើងមានបទពិសោធន៍ខ្លាំងយើងដាក់យកអានេះមកហើយបើយើងគិតមិនថាមានបទពិសោធន៍ចែកម្លែកទៅគេបានទៀតយើងចុចយក power user មកប៉ុន្តែយើងជាដំបូងយើងយក new user មកតាមមកចុច register យើងមើលព័ត៌មាននេះมันពេញអស់ហើយយើងចុច register now ចឹងយើងរងចាំវាបន្តិចមកដោយសារអ៊ីនធឺណិតអូខេអញ្ចឹងគេសួរយើងថាតើយើងចង់ឧបត្ថម្ភនេះ donate now មានថាឧបត្ថម្ភទៅលើកម្មវិធី page ហ្នឹងដែលមាន$15បាទមាន$25មាន$50ឡើងអញ្ចឹងយើងមិនបាច់ទេយើងអត់លុយយើងចុច maybe later មកអូខេអញ្ចឹងគេថាម៉េចនេះឲ្យរងចាំ email confirm ពីនៅពេលដែល page ហ្នឹងកម្មវិធី page ហ្នឹងផ្ញើទៅ email របស់យើងអញ្ចឹងយើងចូលមើល email របស់យើងនេះវា load មកនេះអញ្ចឹងនៅពេលដែលយើងចុចលើ email របស់យើងយើងចុចមកលើកន្លែងបន្ទាត់ពណ៌ខៀវនេះមកដែលខាងក្រុមហ៊ុន page នឹងផ្ញើមកអញ្ចឹងចុចលើវាមកអញ្ចឹងនៅពេលដែលយើងចុចហើយយើងបានត្រឡប់មកខាងដើមវិញហើយយើង sign in អញ្ចឹង account ដែលយើង sign in មិញ email របស់យើង email ដែលយើងដាក់មិញហើយលេខកូដដែលយើងវាយមិញអញ្ចឹងយើងចុច sign in អ
Okay. Chẳng những bài này nó bữa đã dừng cho chúng account hết như reload ở vùng mù vào hộp này lên rồi này. Ok, chẳng bắt đầu bây giờ bàn login account và dương hắn chẳng dương cho từ lờ simulation for dương máu đảm bảo cho từ lờ medium for dương cho từ lờ simulation khang lờ này là đẳng chẳng dương khơi nhà simulation nó cho lờ viêm á hay giờ all sim nó thằng all simulation lấy dân trong rồi này dân mưa chai hàng phèn đại vào giờ này ra dân trong bàn một buổi chiều mùi nào ô tô đặt nhóm một buổi chiều chọn chẳng một buổi chiều tác nhóm trong riêng hơi có bị sao từ lơ một buổi chiều nè media nam mùi chẳng vì miền ở màu xanh cho ná sound rồi có véo hay work energy power ta còn món tham một phố hay nâng ảnh hiệp hit còn đáy hay nâng màu cam lại ngầm đài chẳng màu chẳng vì miền sàn chẳng như thọ đặc nhóm trong bị sao từ lơ cho nào chẳng khi từ lơ cho nào muối bà chắc là bây giờ không khi lựa chọn nào muối viên lột bị sao cho nên bị sao từ lựa chọn nào mà thôi chẳng vì miền China vì miền bài giảng si ba sẽ vì miền vì cái đấy bài giảng si vì miền Projitor Data Lab vì miền Kepler Law ấy như vậy chẳng tại dân chọn bàn mùi nào u ta ho thạc nhóm trong bị sao từ lừa research cho bà chẳng anh ấy cứ chia sẻ cái đây này nó với tàu mình thà cứ chia cái đây bà sĩ từ bố để dân châu từ bạn không cả bị sao nè chắc bà phân chia thêm cho mình đi chẳng những bạn tiền bị sao thời giờ này chắc anh ca châu tiền bị sao để dân còn chặt đồng tầm ngốn dòng mà đạm máu bà đại miền research thì muối research thì pì chắc research thì muối bà phân chia thêm trong bàn spring vì bảo vệ tôi được có thống cứ trong về cái này bà sân chỉ spring tp research tp nhưng trong bàn cầm ra của việt thu mùi tốt nhưng chuyện lời này được nhiều chắc là sai từ lời cả từ sau rồi cả chưa rồi bỏ lục chặt đáy này hay cả năm đáy nó cứ dương đạt từ lời scrape bằng vía tại cầm đặt bằng vía nó cơ đại vì đạt đồng từ nguồn cho tới việc phải rồi có việc meta việc là vì dư research đến dịp ban đồ bài được phần nào chứ dân viên khả năng máy này lớn ấy dân mới dân khả năng khi khả năng máy là dân anh bỏ về bán cho những độ trên mình nó không đặt từ đặt đáy và chứ những đầu đồng tầm quân chứ dân ai sao thưa ca kẻ này đại dân thưa ca phép thiệp nó vừa đại dân đạt đồng tầm quân đại miền chấm nôn tầm quân lớn nắng hay dân độ tránh hay dân đảng ăn đồng đạo mình tầm nguồn lớn nắng ai sao kẻ này thang nó vừa đại có vài đầu phần nắng cá tầm nguồn đồng nắng việt man của bạn cho dân ai thưa ca kẻ này bạn ok anh ấy cứ những ai sẽ bán ok chẳng vì anh mình ấy xăm nhầm thế cho nên xong cho thực cáo nhà nông bắt đầu tiếp chẳng chứ mà mơ cái này vì mình ở bao này cứ chỉ cả rút hết đây cứ cả là nông cả bị sao thời giờ mấy trả tôn thọc thì cứ chỉ bọc hop anh ấy measurement cả bộ vén hay anh ấy trả tôn năng phơi rồi mà mình không lòng phơi đã viết phơi cho là chẳng côm nónในการศึกษาพอเยอะนี่อันนี้คือจีกลุ่มนองอันนี้คือจีsystem บอกเกยังแบบมือที่chẳng như châu mà đó thì trình resource chẳng xong rồi và trongการเรียนด้วยก็ทุนเทียมการเรียนพอเยอะchẳngอันนี้คือจีเอกสารได้กี่บานติดจ้อมมายังช่วยการแนะนำยืมtừ khôngการติดเสาtừ lượngอุปกรณ์มือหนึ่งchẳngยังอาจดาวน์โหลดมือวิหารมือไปตามการแนะนำพอเกtớiคือยังอาจปรับอันนี้คือจีสกรรมเพียบในทางอาทิตย์ที่เนื้อเปิดได้ยังเฟอร์ติซอลจากได้จังอันนี้มีทางมีเกเฟอร์ตะเลยนั่นคือการด่าโจในครองนั้นบางให้กำลังในการเฟอร์สกรรมเพียบนั่งตาเกเรียนในทางเกเรียนนั่งสกรรมเพียบเกดาวสำคัญเลยคลาสเขาอยากเปิดเกปลาประมาณจังอันนี้คือจีเปเวลียพอเกอุทอทาครั้งนี้แปะด่างจังมอมวงมูนั่นไปทำเป็นเมาสักสารจังบากิกู้แปะด่างนั่นไปทำcáiสักสารอยากเปิด30นาทีครั้งนี้cáiกู้ปิ้งไปทำcáiสักสารอยากเปิดมวยเมาบางโดยคนนี้นี่30นาทีมีมวยเมา30นาทีจังยังไงมือตันบาง
សម្រាប់មួយទៀតការ translate អញ្ចឹងបើសិនជាមានលោកគ្រូដែលជាជនជាតិខ្មែរព្រោះយើងគាត់បាន upload ឯកសារឬក៏ upload នៅការធ្វើពិសោធន៍ប្រកួតដែលរៀបចំជាភាសាខ្មែរអញ្ចឹងវានឹង load នៅក្នុងហ្នឹងដែលយើងអាចយកមើលបានភាសាខ្មែរអញ្ចឹងចុចមកគឺឯកសារហ្នឹងឬក៏ព័ត៌មានហ្នឹងជាភាសាខ្មែរតែម្ដងដែលឯកសារនេះយើងអត់មានទេអញ្ចឹងរាល់ការពិសោធន៍មួយចំនួនគឺមានភាសាខ្មែរហើយនេះចំនួន credit នេះយើងមិនមើលទេអានេះគឺជាការនេះផងគេទេអញ្ចឹងយើងផ្ដោតសំខាន់ទៅលើ activity ផ្ដោតសំខាន់ទៅលើ resource នេះ teaching resource ដែលជាឧបករណ៍សំខាន់ក្នុងការណែនាំមិនអាចជាជាសភៅណែនាំក្នុងការធ្វើពិសោធន៍មួយនឹងអញ្ចឹងយើងអាចចូលមើលផ្សេងទៀតតាមរយៈអ្វីដែលយើងបានឃើញនៅលើហ្នឹងឬក៏ទៅលើ simulation ដែលយើងត្រូវការដើម្បីអនុវត្តពីហ្នឹងអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូទៅលើមុខវិជ្ជាគណិតយើងចុចលើគណិតមកដូចជាការបរៀនរាប់លេខកូនខ្មែរយ៉ាងអីគឺយើងមាននៅលើហ្នឹងបាទអញ្ចឹងដូចជា mathematical concept អីដូចជាការរាប់លេខគូរាប់លេខអីគឺយើងចុចលើវាមកគឺយើងឃើញពីការអនុវត្តវាឲ្យកូនសិស្សឃើញជាក់ស្ដែងនេះ 10 20 ផលបូកអានេះលេងកានអានេះអញ្ចឹងខាងនេះមាន2អញ្ចឹង2បូក1ចេញ3 number ខាងនេះ2ម្ដងអញ្ចឹងមកអញ្ចឹងអាហ្នឹងស្រេចយើងអាចដូរលេខដាក់លេខអីគឺស្រេចយើងតាមរយការពីយើងដែលយើងចង់បានអញ្ចឹងវានឹងចេញឲ្យជាភាសាអង់គ្លេសទៀតនេះការបង្រៀននេះផ្លាស់ប្ដូរបាទយើងបិទស្មើបានអញ្ចឹងបង្ហាញមកដល់អូខេភេទរូបភេទបាល់លេខអូខេអូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងទេដូចជាអត់មានអីបន្ថែមទេនៅក្នុង page simulation របស់យើងនេះអញ្ចឹងលោកគ្រូអាចចូលមើលលម្អិតនៅក្នុងហ្នឹងហើយបើមានបញ្ហាឬក៏ចម្ងល់អីទាក់ទងនឹង page simulation លោកគ្រូអាចតាក់ទងតាមរយៈវីដេអូនេះបានឬក៏តាមរយៈFacebook page ឈ្មោះលេងហុកម៉េងឬក៏តាមទូរស័ព្ទលេខ010 91 0096ដើម្បីសួរឬបញ្ហាចម្ងល់អីដែលទាក់ទងនឹងការប្រើប្រាស់ទៅលើ page simulation នេះបាទសូមអរគុណច្រើន